វីដេអូសង្ខេបសកម្មភាពការងាររបស់អាដាមរដ្ឋមន្ត្រីហ៊ីងស៊ូនិងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចាប់ពីថ្ងៃទី8ដល់ថ្ងៃទី14ខែមិថុនាឆ្នាំ2026អាដាមហ៊ីងស៊ូរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី114នៅទីក្រុងហ្សឺណែវប្រទេសស្វីសចាប់ពីថ្ងៃទី8ដល់ទី11ខែមិថុនាឆ្នាំ2026ជាស្ដែងនាថ្ងៃច័ន្ទទី8ខែមិថុនាអាដាមរដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយលោកអាត់លេហ៊ូយេអគ្គលេខាធិការនៃសហព័ន្ធសហជីពសកល Industrial និងលោកស៊ូយ៉ាយូស៊ីដាអគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីពង្រឹងកិច្ចសហការឲ្យកាន់តែជិតស្និទ្ធក្នុងការលើកកម្ពស់កិច្ចសន្ទនាសង្គមសេរីភាពក្នុងការបង្កើតសមាគមនិងពិភាក្សាពីការពង្រឹងអនុលោមភាពក្នុងជំនួបជាមួយលោកអាត់លេហ៊ូយេអាដាមរដ្ឋមន្ត្រីបានលើកឡើងពីកំណើននៃអង្គការវិទ្យាជីវៈដែលបានចុះបញ្ជីនៅកម្ពុជានិងឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃការរីកចម្រើននៃសេរីភាពអង្គការវិទ្យាជីវៈនិងការចរចាជាសមូហភាពលោកអាត់លេហ៊ូយេបានបញ្ជាក់ពីឆន្ទៈរបស់ Industrial ក្នុងការបន្តសហការជាមួយភាគីកម្ពុជាដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងនិងលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យវេយ្យានភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបដែលឡែកក្នុងជំនួបជាមួយលោកសូយ៉ាយូស៊ីដាអគ្គលេខាធិការនៃ ITUC-AP អាដាមរដ្ឋមន្ត្រីបានលើកឡើងពីទូនាទីដ៏សំខាន់របស់ ITUC ដែលតំណាងឲ្យសម្លេងសកលរបស់កម្មករនិយោជិតនៅក្នុងវេទិកាជាសកលជាមួយសមាជិកត្រីភាគីនានាក្នុងគោលដៅសម្រេចឲ្យបានយុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាលោកសូយ៉ាយូស៊ីដាបានវិតម្លៃខ្ពស់ចំពោះការបើកចំហរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសន្ទនាសង្គមជាមួយសហជីពលោកក៏ចាប់អារម្មណ៍លើការគ្រប់គ្រងការកសាងសមត្ថភាពសហជីពកម្ពុជាដើម្បីឲ្យការចូលរួមក្នុងយន្តការត្រីភាគីមានគុណភាពការស្ថាបនានិងផ្ដល់លើផលប្រយោជន៍រួមរបស់កម្មករនិយោជិតនិងសេដ្ឋកិច្ចជាតិនៅរុស្ស៊ីថ្ងៃដដែលនោះអាដាមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយអាដាម Gilbert Fonsun Hongbo អគ្គនាយកនៃអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO ដើម្បីបង្ហាញពីវឌ្ឍនភាពការងារពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងកំពុងអនុវត្តក៏ដូចជាពិភាក្សាពីទំនើបកម្ម TVET ព្រមទាំងកិច្ចគាំពារកម្មករនិយោជិតនិងពលករកម្ពុជាអាដាមរដ្ឋមន្ត្រីបានលើកឡើងពីស្ថានភាពរបស់កម្ពុជាដែលជាប្រទេសត្រួតត្រៃផ្លូវដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពជាពិសេសគោលដៅទី8ស្ដីពីការងារសមរម្យនិងកំណើនសេដ្ឋកិច្ចអាដាមក៏បានបង្ហាញនូវការបដិញ្ញាចិត្តក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់អាដាមអគ្គនាយកក្នុងការបំពេញបេសកកម្មនិងអាណត្តិរបស់អង្គការ ILO ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃអនាគតការងារភាគីទាំងពីរក៏បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃអនាគតការងារការផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតការប្រែប្រួលអាកាសធាតុនិងការធានាឲ្យមានកំណើនប្រកបដោយបរិញ្ញាបត្រនិងចីរភាពសម្រាប់ប្រជាជនកម្ពុជាមានលើកថ្ងៃដដែលនោះអាដាមរដ្ឋមន្ត្រីក៏បានចូលរួមកិច្ចប្រជុំផ្លូវការដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូនៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO និងសាធារណរដ្ឋកូរ៉េអាដាមរដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះមិត្តភាពនិងភាពជាដៃគូដ៏យូរអង្វែងរបស់កម្ពុជានិងកូរ៉េភាពជាដៃគូនេះនាំមកនូវការអភិវឌ្ឍនិងផលជាវិជ្ជមានដល់វិស័យការងារនៅកម្ពុជាតាមរយៈការគាំទ្របច្ចេកទេសដល់បេឡាជាតិសន្តិសុខសង្គមដែលបានរួមចំណែកដល់ការពង្រឹងក្របខ័ណ្ឌគាំពារសង្គមនិងការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមសម្រាប់បងប្អូនកម្មករនិយោជិតកិច្ចប្រឹងប្រែងទាំងនេះកំពុងជួយឲ្យកម្ពុជាខិតកាន់តែជិតទៅរកចក្ខុវិស័យនៃប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្នភាពធន់និងគោលការណ៍មិនទុកអ្នកណាចោលម្នាក់តំណាងអង្គការ ILO និងកូរ៉េបានវិតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងកម្មវិធីភាពជាដៃគូ ILO កូរ៉េនិងបានអបអរសាទរចំពោះសមិទ្ធផលសម្រេចបាននៅកម្ពុជាជាពិសេសលើផ្នែកសន្តិសុខសង្គមសុវត្ថិភាពនិងសុខភាពការងារកិច្ចសន្ទនាសង្គមនិងការពង្រឹងស្ថាប័នការងារនៅថ្ងៃអង្គារទី9ខែមិថុនាអាដាមរដ្ឋមន្ត្រីបានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយអាដាមបណ្ឌិតតាន់ស៊ីលេងរដ្ឋមន្ត្រីក្រសួងហត្ថពលកម្មសង្ហបុរីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅជាពិសេសលើវិស័យសំណង់បដិសណ្ឋារកិច្ចនិងសេវាកម្មអាដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតងនិងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិតនិងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ច Digital ព្រមទាំងការសិក្សាពេញមួយជីវិតក្រោមគំនិតផ្ដួចផ្ដើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគតព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍ
ឯដំបណ្ឌិតតាន់ស៊ីលេងបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជាក្នុងការរៀនសូត្រពីបទពិសោធន៍សិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគតការសិក្សាពេញមួយជីវិតជំនាញ Digital និងជំនាញបៃតងនាថ្ងៃដដែលលោកអាដាមរដ្ឋមន្ត្រីក៏បានចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្រោមប្រធានបទពេលវេលានៃការជ្រើសរើសការទាញយកផលប្រយោជន៍ពីបញ្ញាសម្បនិមិត្តសម្រាប់ការងារសមរម្យអាដាមរដ្ឋមន្ត្រីបានថ្លែងថា AI ដែលផ្ដល់ទាំងឱកាសដែលមិនធ្លាប់មានពីមុនមកនិងទាំងបញ្ហាប្រឈមផ្នែកគោលនយោបាយកំពុងមានសក្តានុពលក្នុងការបង្កើនផលិតភាពជំរុញនវានុវត្តន៍និងបង្កើតវិធីសាស្ត្រថ្មីសម្រាប់កំណើនសេដ្ឋកិច្ចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលកម្ពុជាដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សការធ្វើបរិវត្តកម្ម Digital និងភាពធន់នៃសេដ្ឋកិច្ចគឺជាស្នូលនៃរបៀបវិរៈអភិវឌ្ឍជាតិដ៏មានសារៈសំខាន់ផ្អែកលើចក្ខុវិស័យនេះកម្ពុជាជឿជាក់យ៉ាងមុតមាំថាការវិនិយោគលើមនុស្សគឺជាការឆ្លើយតបប្រកបដោយចីរភាពបំផុតចំពោះការផ្លាស់ប្តូរបច្ចេកវិទ្យាតាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យ TVET កម្មវិធីមុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជានិងកំណត់ព្រួយផ្ដើមកាតាលីករសកលកម្ពុជាកំពុងផ្ដល់ជូនកម្លាំងពលកម្មនៅជំនាញភាពបត់បែននិងឱកាសសិក្សាពេញមួយជីវិតនៅថ្ងៃទី9ខែមិថុនាដដែលនោះអាដាមរដ្ឋមន្ត្រីហ៊ីងសួរបានអញ្ជើញធ្វើបទអន្តរាគមន៍និងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ក្រោមប្រធានបទពេលវេលានៃការជ្រើសរើសការទាញយកផលប្រយោជន៍ពីបញ្ញាសម្បនិមិត្តសម្រាប់ការងារសមរម្យអាដាមរដ្ឋមន្ត្រីបានកត់សម្គាល់ថា AI មិនមែនគ្រាន់តែនាំមកនូវបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេប៉ុន្តែកំពុងកែប្រែប្រព័ន្ធផលិតកម្មទីផ្សារការងារនិងគម្រោងអាជីវកម្មជាដើមទន្ទឹមនឹងឱកាសជាច្រើនដែល AI ផ្ដល់ជូនវាក៏អាចបង្កហានិភ័យចំពោះការការពារទិន្នន័យផ្ទាល់ខ្លួននិងកម្មសិទ្ធិបញ្ញាប្រសិនបើក្របខ័ណ្ឌច្បាប់បទបញ្ញត្តិនិងយន្តការអភិបាលកិច្ចមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានាថ្ងៃពុធទី10ខែមិថុនាអាដាមរដ្ឋមន្ត្រីហ៊ីងសួរបានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍និងបណ្ដុះបណ្ដាល Spark Campus សាលាជំនាញនាឡិកា For Pro និងមជ្ឈមណ្ឌលថែទាំយានយន្តអាដាមបានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វីសលើវិស័យ TVET រួមទាំងឧបករណ៍បរិក្ខារទំនើបចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យាដែលរួមមានជំនាញផលិតនាឡិកានិងជំនាញថែទាំយានយន្តអាដាមបានជួបពិភាក្សាជាមួយលោកគ្រូបង្គោលនិងសិក្ខាកាមជាច្រើនរូបដើម្បីធ្វើការឆ្វេងយល់ពីការរៀបចំនិងការបណ្ដុះបណ្ដាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារអាដាមបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការដកស្រង់បទពិសោធន៍ពីគំរូប្រព័ន្ធ TVET របស់ស្វីសដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិគំរូនេះរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាលនិងការអនុវត្តការងារជាក់ស្ដែងបទពិសោធន៍នេះជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET កម្ពុជាលើកកម្ពស់គុណភាពនិងការឆ្លើយតបនៃកម្មវិធីអភិវឌ្ឍជំនាញព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលនិងវិស័យឯកជននៅថ្ងៃដដែលលោកជំទាវសុវណ្ណវណ្ណរដ្ឋរដ្ឋមន្ត្រីស្ដីទីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំទីវិជាតិបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ដែលប្រព្រឹត្តទៅនៅថ្ងៃទី15-16ខែមិថុនាឆ្នាំ2026ដើម្បីពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីដ៏មានសារៈសំខាន់នេះឲ្យបានរលូននិងជោគជ័យតាមស្មារតីនៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលលោកជំទាវរដ្ឋមន្ត្រីស្ដីទីបានណែនាំឲ្យអនុគណៈកម្មការនីមួយៗត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពាក់ព័ន្ធនិងត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយបញ្ចប់ការងារដែលនៅសេសសល់ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់នាថ្ងៃទី11ខែមិថុនាអាដាមរដ្ឋមន្ត្រីបានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ថ្នាក់រដ្ឋមន្ត្រីអំពីកាតាលីករសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរការយុត្តិធម៌ដែលសហការរៀបចំដោយភាគីកម្ពុជានិងភាគីអ៊ូបេគីស្ថានកិច្ចពិភាក្សាក្នុងជំនួបនេះឆ្លុះបញ្ចាំងពីការយល់ឃើញរួមថាអនាគតនៃការងារកិច្ចគាំពារសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាពមិនអាចដោះស្រាយបានទៀតទេតាមរយៈវិធីសាស្ត្រដាច់ដោយឡែកតាមវិស័យនីមួយៗអាដាមបានចាត់ទុកថាកាតាលីករសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរការយុត្តិធម៌នេះថាជាកម្លាំងចលករដ៏ចាំបាច់ក្នុងការជំរុញទៅរកមហិច្ឆតាសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិបទវិបត្តិសកលគណៈដែលបញ្ហាប្រឈមគឺត្រូវឆ្លើយតបដោយគោលនយោបាយសមាហរណកម្មការពង្រឹងកិច្ចសហប្រតិបត្តិការភាគី
និងការបន្តពង្រឹងសាមគ្គីភាពសកលឡើងវិញនាព្រឹកថ្ងៃដដែលនោះអាដាមហ៊ូតស៊ីនីតរដ្ឋលេខាធិការបានអញ្ជើញធ្វើបទកថាលើប្រធានបទស្ដីពីទូនាទីភារកិច្ចនិងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈជូនដល់ថ្នាក់ដឹកនាំយោធាចារបុគ្គលិកនិងសិក្ខាកាមសរុបប្រមាណជាង300នាក់នៃវិទ្យាស្ថានបញ្ជាការសេនាធិការតបតាមសំណើរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទអាដាមរដ្ឋលេខាធិការក៏បានគូបញ្ជាក់អំពីសមិទ្ធផលរយៈពេល73ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈ2024-2026និងការដាក់ចេញនូវវិធានការអន្តរាគមន៍ដើម្បីជួយដល់ពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃនិងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសទឹកនៅថ្ងៃទី11ខែមិថុនាដដែលនោះអាដាមរដ្ឋមន្ត្រីហេងស៊ូបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយអាដាមហ្សេរ៉ូមកូហ្សង់ដេអនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចនៃប្រទេសស្វីនៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី114ក្នុងប្រទេសស្វីដើម្បីបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធីវេតការអភិវឌ្ឍកម្មវិធីសិក្សាឲ្យស្របតាមតម្រូវការរបស់ឧស្សាហកម្មក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពលដែលផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយគ្នានេះអាដាមរដ្ឋមន្ត្រីក៏បានគូបញ្ជាក់អំពីដំណើរការកំណែទម្រង់កម្មវិធីធីវេតនិងការផ្លាស់ប្ដូរកម្លាំងពលកម្មរបស់កម្ពុជាដែលផ្ដោតលើការលើកកម្ពស់ជំនាញការអភិវឌ្ឍជំនាញ Digital ការពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្មនិងការពង្រីកឱកាសទទួលបានការបណ្ដុំបណ្ដាលតាមរយៈកម្មវិធី TVET 1.5 លានសម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យក្នុងយុទ្ធនាការសកម្មភាពគាំពៀនិងផ្ដល់ជូនឱកាសការងារដើម្បីលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋានរបស់ពលរដ្ឋនាព្រឹកថ្ងៃសុក្រទី12ខែមិថុនាក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានបន្តរៀបចំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនៅសាលាបឋមសិក្សាសម្ដេចហ៊ុនសែនរណសេត្រីភូមិស្រុកសូននិគមខេត្តសៀមរាបដោយមានការចូលរួមពីបណ្ដារោងចក្រសហគ្រាសសមាគមនិងក្រុមហ៊ុនធំៗចំនួន5ក្នុងការនាំយកឱកាសការងារសរុបចំនួន3550កន្លែងជូនដល់ប្រជាពលរដ្ឋយុវជននិងអតីតពលករត្រឡប់មកពីក្រៅប្រទេសការរកការងារនៅក្នុងស្រុកតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារដែលជាសេនាធិការរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈហើយនឹងផ្ដល់អត្ថប្រយោជន៍ដល់បងប្អូនតាមរយៈបេឡាជាតិសន្តិសុខសង្គមហៅកាត់ថាបសសនៅរបបចំនួន3រួមមានរបបហានិភ័យការងាររបបថែទាំសុខភាពនិងរបបសោតធននិវត្តន៍អាដាមរដ្ឋលេខាធិការបានលើកទឹកចិត្តដល់យុវជនឲ្យចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបនិងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរតាមរយៈកម្មវិធី TVET 1.5 លានដែលជាកម្មវិធីជាតិឥតគិតថ្លៃនិងមានប្រាក់ឧបត្ថម្ភប្រចាំខែរួមមានជំនាញការជួសជុលម៉ាស៊ីនត្រជាក់អគ្គិសនីសំណង់សេវាកម្មកាហ្វេសម្ផស្សឬសាឡនសម្អាងការនិងជំនាញជាច្រើនទៀតរួមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដើម្បីធានាបាននូវការងារធ្វើនិងប្រាក់ឈ្នួលសមរម្យវិទ្យាស្ថានជាតិការងារសហការជាមួយបេឡាជាតិសន្តិសុខសង្គមបានរៀបចំវគ្គបណ្ដុំបណ្ដាលពិសេសជូនដល់មន្ត្រីអធិការកិច្ចសន្តិសុខសង្គមទាំងនៅថ្នាក់កណ្ដាលនិងសាខាបសសរាជធានីខេត្តសរុបចំនួន163នាក់ចាប់ពីថ្ងៃទី11ដល់ថ្ងៃទី12ខែមិថុនាក្នុងគោលបំណងធានាឲ្យមន្ត្រីអធិការកិច្ចសន្តិសុខសង្គមអាចបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាពវិជ្ជាជីវៈនិងបុរិយសកម្មអាដាមហ៊ូតស៊ីនីរដ្ឋលេខាធិការបានគូបញ្ជាក់ថាមន្ត្រីអធិការកិច្ចសន្តិសុខសង្គមគឺជាប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងការត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិច្បាប់នៅតាមសហគ្រាសក្រុមហ៊ុននិងរោងចក្រនានាអាដាមបានសង្កត់ធ្ងន់ថាការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចសន្តិសុខសង្គមនិងការបង្កើនប្រសិទ្ធភាពផ្នែកអធិការកិច្ចគឺជាអាទិភាពមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយវិស័យការងារសន្តិសុខសង្គមនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនាចុងសប្តាហ៍កន្លងមកនេះឱកាសការងារចំនួនជាង 3000 កន្លែងជាមួយនឹងអត្ថប្រយោជន៍បសសនិងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានស្ថិតនៅស្រុកជីក្រែកនិងស្រុកសូននិគមក្នុងខេត្តសៀមរាបជាពិសេសអតីតពលករមកពីប្រទេសថៃនិងយុវជនកំពុងរកការងារធ្វើអាដាមពុកបានរដ្ឋលេខាធិការបានឲ្យដឹងថានាពេលបច្ចុប្បន្ននេះមានឱកាសការងារជាង 90000 កន្លែងនៅទូទាំងប្រទេសក្រសួងបាននាំយកឱកាសការងារជាង 3000 កន្លែងពីក្រុមហ៊ុនរោងចក្រសហគ្រាសនិងតំបន់សេដ្ឋកិច្ចពិសេសមកផ្សព្វផ្សាយជូនដល់មូលដ្ឋានដើម្បីបងប្អូនអាចធ្វើការចុះឈ្មោះសម្ភារនិងទទួលបានការងារភ្លាមៗអាដាមរដ្ឋលេខាធិការបានជម្រាបជូនប្រជាពលរដ្ឋថាការងារក្នុងស្រុកគឺសម្បូរបែបណាស់
ហើយនាំយកមកជូនដល់មូលដ្ឋានទៀតដែលជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនកសាងជីវភាពនៅស្រុកកំណើតនិងរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ